ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំមកបង្ហាញអំពីស្បែកជើងដែលខ្ញុំបានទិញពី Pinduoduo ពុកម៉ែបងប្អូនទាំងគ្នាដូចដែលពុកម៉ែបងប្អូនទាំងគ្នាឃើញអញ្ចឹងគឺស្បែកជើងការដ្ឋានដែលខ្ញុំបានទិញនេះគឺប្រអប់របស់វាគឺមានសភាពកពិតតិចពុកម៉ែបងប្អូនទាំងគ្នាគឺមានលក្ខណៈសភាពកពិតខ្លាំងមែនតើមិនបន្តិចទេហើយខ្ញុំក៏បានធ្វើការបើកមកគឺមានតំណប់ជើងមួយគូហើយបន្ទាប់មកមានស្បែកជើងមួយគូអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាចឹងទីលេខមកតាក់ទងទៅនឹង Pinduoduo វិញគឺខ្ញុំបានទិញលើកនេះគឺមានសភាពដូចជាលឿនជាងសាមុនណាពុកម៉ែបងប្អូនគ្នាដោយសារសាមុនខែ2ខ្ញុំទិញមកវាចំនឹងចូលឆ្នាំចិនចឹងគឺខ្ញុំទិញនៅថ្ងៃទី1ខែ2សម្រាប់ការកំងលើកមុនគឺថ្ងៃ1ខែ2គឺខ្ញុំទទួលបាននៅបន្ទាប់ពីចូលឆ្នាំចិនហើយថ្ងៃ20ជាងពុកម៉ែបងប្អូនគ្នាចឹងគឺមានសភាពយូរមែនទែនតែសម្រាប់ពីជើងនេះគឺខ្ញុំទិញនៅថ្ងៃទីដូចជាថ្ងៃទី8ហើយខ្ញុំទទួលបានតំណែងនៅថ្ងៃទី19ចឹងមានសភាពលឿនជាងកាលមុនណាពុកម៉ែបងប្អូនគ្នាហើយសម្រាប់វីដេអូនៃការបរៀនតាក់ទងការដាក់អាស័យដ្ឋានឬក៏ការ order តំណែងពី Pinduoduo តាមរយៈ KA15 ដាក់អាស័យដ្ឋានខ្មែរផ្ទាល់គឺមាននៅក្នុង channel របស់ខ្ញុំហ្នឹងពុកម៉ែបងប្អូនគ្នាបើសិនជាពុកម៉ែបងប្អូនគ្នាណាអត់ទាន់ដែលធ្លាប់ទិញឬក៏ចង់សាកឬក៏ចង់ដាក់អាស័យដ្ឋានឬក៏អីអាចទៅមើលនៅក្នុងវីដេអូរបស់ខ្ញុំបានដូចที่ខ្ញុំបង្ហាញអញ្ចឹងនេះគឺតាក់ទងទៅនឹងព័ត៌មានមកកញ្ចប់នេះខ្ញុំសូមបង្ហាញចាប់ពីគេអាប់ដេតពីអក្សរខ្មែរមកអញ្ចឹងណាបន្ទាប់ពីចូលដល់ឃ្លាំងនៅចិនហើយកញ្ចប់របស់យើងគេបានត្រៀមរួចរាល់សម្រាប់ការដឹកជញ្ជូនមកកម្ពុជាថ្ងៃទី13ខែ3ហ្នឹងប្រហែលតែគ្នាបន្ទាប់មកទៀតគេបានច្រកដឹកជញ្ជូនតាមផ្លូវគោកបន្ទាប់ពីដឹកជញ្ជូនហើយគេបានបំពេញបែបបត់ពុនកុយចិនប៉ុន្តែដល់ពេលបែបបត់ពុនកុយចិននេះរយៈពេល2-3ថ្ងៃខ្ញុំឆែកមើលព័ត៌មានអត់ឃើញអាប់ដេតអីចឹងពេលហ្នឹងក៏រៀងភ័យដែរប្រហែលតែគ្នាប៉ុន្តែបន្ទាប់ពីបាន2-3ថ្ងៃមកបានឃើញដល់បំពេញបែបបត់ពុនកុយកម្ពុជាចឹងមកដល់ស្រុកខ្មែរយើងបន្ទាប់ពីមកដល់ស្រុកខ្មែរយើងហើយគឺលឿនទេប្រហែលតែគ្នាមកដល់បំពេញបែបបត់ពុនកុយខ្មែរចប់គឺមកដល់សាខាកដាតែម្ដងបន្ទាប់ពីដល់សាខាកដាហើយថ្ងៃទី19គឺបានមកដល់ឃ្លាំងរបស់យើងម្ដងពុកម៉ែបងប្អូនគ្នាគឺមកដល់ឃ្លាំងទូតពងឬក៏ឃ្លាំងពុកម៉ែបងប្អូនគ្នាដាក់អញ្ចឹងណាពុកម៉ែបងប្អូនគ្នា